ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឧបនាយករដ្ឋមន្ត្រីលោកប្រាក់សុខុនបើគ្មានអ្វីប្រែប្រួលទេម៉ោង 12 ថ្ងៃត្រង់នៅស្អែកនេះកម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង 18 នាក់ដែលថៃប្រកល់មកវិញសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី 29 ខែធ្នូឆ្នាំ 2025 នេះបានឲ្យដឹងថាបើមិនមានអ្វីប្រែប្រួលទេនោះនៅវេលាម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 30 ខែធ្នូស្អែកនេះកម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង 18 នាក់ដែលថៃចាប់ខ្លួនកាលពីកន្លងទៅត្រឡប់មកប្រទេសកម្ពុជាវិញឧបនាយករដ្ឋមន្ត្រីលោកប្រាក់សុខុនបានថ្លែងយ៉ាងដូចនេះថាយើងក៏ត្រៀមលក្ខណៈហើយក៏សង្ឃឹមថានឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះទៅដល់ម៉ោង 12 ថ្ងៃត្រង់ថ្ងៃស្អែកថ្ងៃទី 30 ខែធ្នូឆ្នាំ 2025 នឹងទទួលស្វាគមន៍ទាហានយើងទាំង 18 នាក់ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារប្រពន្ធកូនឪពុកម្ដាយរបស់គាត់វិញដោយសុវត្ថិភាពនេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីថ្ងៃកន្លងទៅនេះបើតាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនការសម្រេចដោះលែងវីរៈកងទ័ពកម្ពុជាទាំង 18 នាក់នោះគឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីកន្លងទៅពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 និងក្រោយរយៈពេល 72 ម៉ោងដែលបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 យើងនេះលោកបានបញ្ជាក់ថាពាក្យព័ន្ធនឹងការដោះលែងនេះភាគីថៃក៏បានជូនដំណឹងរួចរាល់ហើយទៅកាន់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដែលនឹងជួយសម្របសម្រួលលើការងារនេះសូមរំលឹកថាវីរៈកងទ័ពកម្ពុជាទាំង 18 នាក់ត្រូវបានទាហានថៃចាប់ខ្លួនក្រោយបទឈប់បាញ់កាលពីថ្ងៃទី 29 ខែកក្កដាឆ្នាំ 2025 កន្លងទៅនោះបើគិតមកដល់ថ្ងៃទី 29 ខែធ្នូឆ្នាំ 2025 នេះគឺមានរយៈពេល 153 ថ្ងៃហើយ153 ថ្ងៃមិនមែនជារយៈពេលខ្លីនោះទេសម្រាប់យុទ្ធជនដែលត្រូវឃ្លាតឆ្ងាយពីទឹកដីកំណើតនិងគ្រួសារគិតចាប់តាំងពីព្រឹកថ្ងៃទី 29 ខែកក្កដាមកដល់ពេលនេះវីរៈកងទ័ពរបស់យើងបានឆ្លងកាត់ការសាកល្បងទាំងស្មារតីនិងកាយសម្បទាការវិលត្រឡប់មកវិញនេះគឺជាសក្ខីភាពបញ្ជាក់ថាទោះក្នុងកលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាមិនដែលបោះបង់យុទ្ធជនរបស់ខ្លួនចោលឡើយស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរនិងបទឈប់បាញ់កាលពីប្រមាណថ្ងៃមុននេះបានក្លាយជាពន្លឺចុងក្រោយនៃផ្លូវត្រឡប់មកផ្ទះវិញយើងត្រូវតែទទួលស្គាល់នៅកិច្ចខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់ក្រុមការងារការទូតកម្ពុជាដែលបានចរចាដោយឈលលើគោលការណ៍សន្តិភាពនិងបូរណភាពទឹកដីការចូលរួមសម្របសម្រួលពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិថែមទាំងផ្ដល់នូវទំនុកចិត្តកាន់តែខ្លាំងថែមទៀតការបញ្ជូនខ្លួននៅម៉ោង 12 ថ្ងៃត្រង់ស្អែកនេះនឹងប្រព្រឹត្តទៅដោយសុវត្ថិភាពបំផុតនេះបង្ហាញឲ្យឃើញថាកម្ពុជាបានប្រើប្រាស់យន្តការអន្តរជាតិយ៉ាងមានប្រសិទ្ធភាពដើម្បីការពារសិទ្ធិនិងសេរីភាពរបស់កងទ័ពយើងជាទីបញ្ចប់ទាំងអស់គ្នាសូមបួងសួងឲ្យដំណើរការនៃការប្រគល់ខ្លួននៅថ្ងៃស្អែកនេះទទួលបានជោគជ័យ 100% ដោយគ្មានឧបសគ្គអ្វីមករារាំងសូមឲ្យវីរៈកងទ័ពទាំង 18 នាក់មានសុខភាពល្អនិងមានកម្លាំងមាំមួនដើម្បីវិលមកជួបជុំគ្រួសារនិងបន្តបម្រើជាតិមាតុភូមិថ្ងៃស្អែកថ្ងៃទី 30 ខែធ្នូឆ្នាំ 2025 នឹងក្លាយជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតដែលសរសេរអំពីមនោសញ្ចេតនាខ្មែរស្រឡាញ់ខ្មែរនិងសន្តិភាពដែលផ្ដល់ផលផ្លែផ្កាល្អឥតខ្ចោះយើងរងចាំទទួលស្វាគមន៍ទាំងអស់គ្នាត្រឡប់មកផ្ទះយើងវិញយើងមានតែបន់អស់ទេវតាសូមថ្ងៃស្អែកឬក៏ថ្ងៃនេះកុំឲ្យមានរឿងអ្វីកើតឡើងដែលប៉ះពាល់ដល់ការបញ្ជូន
ទីហ៊ានរបស់យើងទាំង18នាក់ត្រឡប់មកកាន់គ្រួសារមាតុភូមិរបស់យើងវិញខ្ញុំសង្ឃឹមថាឬក៏ប្រជាជនរបស់យើងទាំងមូលតែងតែសង្ឃឹមថានៅថ្ងៃស្អែកម៉ោង12ថ្ងៃត្រង់នឹងទទួលបានដំណឹងដ៏ល្អមួយគឺទទួលបានវីរៈកងទ័ពទាំង18នាក់របស់យើងមកវិញដោយសុវត្ថិភាពទាំងអស់គ្នា